ជំពូកទី1ផ្ទះឈើដ៏សែនឯកោសុវណ្ណជាវិស្វករវ័យក្មេងដែលមានជំនឿលើហេតុផលច្រើនជាងជំនឿអរូបីគាត់ត្រូវបានបញ្ជូនឲ្យទៅរស់នៅក្នុងភូមិដាច់ស្រយាលមួយឈ្មោះថាភូមិម្លប់ស្វាយដើម្បីមើលការខុសត្រូវលើគម្រោងស្ថាបនាប្រឡាយទឹកថ្មីផ្ទះដែលអ្នកភូមិរៀបចំឲ្យគាត់ស្នាក់នៅគឺជាផ្ទះឈើចាស់ទ្រុឌទ្រោមមួយខ្នងដែលឈរត្រដាងខ្លួនយ៉ាងឯកោនៅក្បែរវាលស្រែដ៏ល្វឹងល្វើយចំណុចពិសេសបំផុតនិងគួរឲ្យព្រឺព្រួយបំផុតនៃផ្ទះនោះគឺដើមស្វាយបុរាណដ៏ធំសម្បើមមួយដើមដែលដុះគ្របដណ្ដប់ទៅលើដំបូលផ្ទះមែកវាកវែចុះឡើងដូចជាដៃបិសាចរាប់រយកំពុងលូកចាប់អ្វីមួយនៅល្ងាចដំបូងដែលសុវណ្ណចូលស្នាក់នៅលោកតាម្នាក់ដែលជាមេភូមិបានព្រមានគាត់ដោយទឹកមុខស្លេកស្លាំងក្មួយអើយផ្ទះនេះមានម្ចាស់ហើយដើមស្វាយនោះក៏មានម្ចាស់ដែរក្មួយត្រូវប្រយ័ត្នកុំឲ្យលើសម៉ោង12យប់ដាច់ខាតនាងម៉ាឡៃក៏មិនចូលចិត្តមនុស្សថ្មីទេសុវណ្ណញញឹមតិចៗដោយគិតថាវាគ្រាន់តែជារឿងនិទានចាស់ៗប៉ុណ្ណោះលោកតាខ្ញុំជាអ្នកវិទ្យាសាស្ត្រខ្ញុំមិនខ្លាចរឿងឥតប្រយោជន៍ទេបន្តែរាត្រីដំបូងភាពស្ងៀមស្ងាត់ដ៏ធ្ងន់ធ្ងររបស់ផ្ទះឈើនោះបានចាប់ផ្ដើមជះឥទ្ធិពលលើគាត់សូម្បីតែសំឡេងចង្រិតក៏ហាក់ដូចជានៅឆ្ងាយរាប់គីឡូម៉ែត្រដែរពេលគាត់កំពុងសម្រាកសុវណ្ណចាប់ផ្ដើមធំក្លិនក្រអូបចម្លែកមួយគឺក្លិនផ្កាចំប៉ៃលាយឡំនឹងក្លិនសែងធូបចាស់ៗដែលហាក់ដូចជាផុសចេញពីក្តារកម្រៅផ្ទះគាត់ក៏ឮសំឡេងរអ៊ូកសឹកសៀវតិចៗនៅពីលើពេដានដែលស្ដាប់មិនបានថាគេនិយាយពីអ្វីឡើយគាត់បានដេកទៅវិញដោយព្យាយាមគិតថាវាជាសំឡេងសត្វកណ្ដុរជំពូកទី2ស្រមោលនៅមាត់បង្អួចប៉ុន្មានថ្ងៃបន្ទាប់ព្រឹត្តិការណ៍កាន់តែចម្លែកឡើងពេលថ្ងៃផ្ទះនោះមើលទៅធម្មតាបន្តែពេលយប់ភាពត្រជាក់ចម្លែកតែងតែរត់ពេញបន្ទប់ទោះបីជាអាកាសធាតុខាងក្រៅក្តៅស្អុះស្អាប់យ៉ាងណាក៏ដោយយប់មួយពេលសុវណ្ណកំពុងអង្គុយអានសៀវភៅគាត់បានឮសំឡេងត្បាល់កិនកំពុងបុកគ្រឿងផ្សំយ៉ាងញាប់នៅផ្ទះបាយខាងក្រោយគាត់ខឹងសម្បាព្រោះគាត់ដឹងថាគាត់ចាក់សោផ្ទះបាយទុកឲ្យគាត់រស់នៅម្នាក់ឯងគាត់ដើរទៅកាន់ផ្ទះបាយសំឡេងបុកនោះនៅតែបន្លឺឡើងជាចង្វាក់ធ្លាក់ធ្លាក់ធ្លាក់ពេលគាត់បើកទ្វារចូលភ្លាមនោះសំឡេងក៏ស្ងាត់បាត់ទៅវិញទាំងស្រុងផ្ទះបាយនៅតែទទេស្អាតហើយត្បាល់កិនដាក់នៅគៀងជញ្ជាំងគ្មានអ្នកណាប៉ះឡើយប៉ុន្តែរាត្រីដំបូងភាពស្ងៀមស្ងាត់ដ៏ធ្ងន់ធ្ងររបស់ផ្ទះឈើនោះបានចាប់ផ្ដើមជះឥទ្ធិពលលើគាត់សូម្បីតែសំឡេងចង្រិតក៏ហាក់ដូចជានៅឆ្ងាយរាប់គីឡូម៉ែត្រដែរពេលគាត់កំពុងសម្រាកសុវណ្ណចាប់ផ្ដើមធុំក្លិនក្រអូបចម្លែកមួយគឺក្លិនផ្កាចំប៉ីលាយឡំនឹងក្លិនផ្សាងធូបចាស់ៗដែលហាក់ដូចជាផុសចេញពីក្តារកម្រៅផ្ទះគាត់ក៏ឮសំឡេងរអ៊ូខ្សឹបខ្សៀវតិចៗនៅពីលើពេដានដែលស្ដាប់មិនបានថាគេនិយាយពីអ្វីឡើយគាត់បានដេកទៅវិញដោយព្យាយាមគិតថាវាជាសំឡេងសត្វកណ្ដុរជំពូកទី2ស្រមោលនៅមាត់បង្អួចប៉ុន្មានថ្ងៃបន្ទាប់ព្រឹត្តិការណ៍កាន់តែចម្លែកឡើងពេលថ្ងៃផ្ទះនោះមើលទៅធម្មតាប៉ុន្តែពេលយប់ភាពត្រជាក់ចម្លែកតែងតែរត់ពេញបន្ទប់ទោះបីជាអាកាសធាតុខាងក្រៅក្តៅស្អុះស្អប់យ៉ាងណាក៏ដោយយប់មួយពេលសុវណ្ណកំពុងអង្គុយអានសៀវភៅគាត់បានឮសំឡេងត្បាល់កិនកំពុងបុកគ្រឿងផ្សំយ៉ាងញាប់នៅផ្ទះបាយខាងក្រោយគាត់ខឹងសម្បាព្រោះគាត់ដឹងថាគាត់ចាក់សោផ្ទះបាយទុកហើយគាត់រស់នៅម្នាក់ឯងគាត់ដើរទៅកាន់ផ្ទះបាយសំឡេងបុកនោះនៅតែបន្លឺឡើងជាចង្វាក់ធ្លាក់ធ្លាក់ធ្លាក់ពេលគាត់បើកទ្វារចូលភ្លាមនោះសំឡេងក៏ស្ងាត់បាត់ទៅវិញទាំងស្រុងផ្ទះបាយនៅតែទទេស្អាតហើយត្បាល់កិនដាក់នៅគៀនជញ្ជាំងគ្មានអ្នកណាប៉ះឡើយភ្លាមនោះសីតុណ្ហភាពក្នុងបន្ទប់បានធ្លាក់ចុះយ៉ាងគំហុករហូតដល់ញាក់ឆ្អឹងក្លិនផ្កាចំប៉ៃនិងក្លិនធូបចាស់នោះកាន់តែខ្លាំងឡើងសុវណ្ណបែរមុខទៅរកប្រភពនៃក្លិនគាត់ឃើញស្រមោលពណ៌សមួយកំពុងអណ្ដែតនៅចំកណ្ដាលបន្ទប់លើកន្លែងដែលធ្លាប់ជាឡាវតឿធ្វើពីឫស្សីពីសម័យមុនស្រមោលនោះបានប្រែក្លាយជារូបរាងស្ត្រីដែលគាត់ឃើញនៅមាត់បង្អួចនាងម៉ាក់ឡៃលើកនេះ
នាងម៉ាក់ឡៃនៅជិតជាងមុនគាត់អាចឃើញស្នាមជាំពណ៌ខ្មៅនៅជុំវិញករបស់នាងភ្នែកទាំងគូរបស់នាងហូរឈាមស្រក់ចុះមកលើអាវសរបស់នាងនាងបានបើកមាត់របស់នាងប៉ុន្តែជំនួសឲ្យសំឡេងគឺមានតែខ្យល់ត្រជាក់ខ្លាំងចេញមកតែក្នុងចិត្តសុវណ្ណគាត់ឮសំឡេងមួយយ៉ាងច្បាស់ដូចជាសំឡេងស្រែកពីបាតរណ្ដៅនិរោហាក់អញត្រជាក់ពួកវាមិនឲ្យអញទៅណាទេជួយអញយកត្រឡប់មកវិញសុវណ្ណព្យាយាមស្រែកបង្កាប់បំពង់ករបស់គាត់ជាប់គាំងរាងកាយរបស់គាត់ត្រូវបានចាប់ត្រួតត្រាដោយកម្លាំងដ៏មហិមារបស់វិញ្ញាណនោះនាងម៉ាក់ឡៃលើបដៃរបស់នាងហើយម្រាមដៃវែងៗរបស់នាងចង្អុលទៅចំកណ្ដាលកម្រាលផ្ទះចំពុកទី4ការរកឃើញដ៏ព្រឺព្រួចសុវណ្ណត្រូវបានដោះលែងឲ្យរួចពីការត្រួតត្រារបស់ខ្មោចតែគាត់ដឹងថាគាត់មិនអាចចេញបានទេរហូតដល់គាត់ដោះស្រាយបញ្ហានេះគាត់សម្រេចចិត្តដើរតាមការចង្អុលបង្ហាញរបស់ខ្មោចដោយបេះដូងលោតញាំគាត់បានរកចន្លោះមួយរវាងក្តារកម្រាលដើររលុងហើយប្រើកាំបិតតូចមួយដើម្បីកោះវាចេញក្លិនស្អុយរលួយនិងក្លិនដីចាប់ផ្ដើមហក់ឡើងមកប៉ះច្រមុះគាត់បានកោះក្តារចេញអស់មួយផ្ទាំងធំរួចលូកដៃចុះទៅក្រោមអ្វីដែលគាត់ប៉ះគឺជាថង់ក្រណាត់ចាស់មួយដែលមានអ្វីរឹងៗនៅខាងក្នុងគាត់ទាញថង់នោះឡើងដោយលំបាកពេលគាត់ស្រាយវាចេញពន្លឺពីលរបស់គាត់បានចាំងទៅលើវត្ថុ3យ៉ាង1ត្រសោលមាសមួយកំណាត់ប្រហែលជាគ្រឿងអលង្ការដ៏មានតម្លៃ2ស្បៃពណ៌សរហែកមួយកំណាត់ដែលប្រឡាក់ដោយស្នាមប្រឡាក់ពណ៌ត្នោតចាស់និងវត្ថុដែលធ្វើឲ្យរោមក្បាលគាត់ព្រឺបំផុតគឺលឡាដក្បាលមនុស្សដែលមានទំហំតូចជាងធម្មតាបន្តិចសុវណ្ណដឹងភ្លាមថានាងម៉ាឡៃមិនគ្រាន់តែស្លាប់ទេនាងត្រូវបានគេសម្លាប់រឿងរ៉ាវពីបុរាណដែលគាត់ធ្លាប់ឮលាន់ឮឡើងក្នុងគំនិតនាងម៉ាឡៃត្រូវបានប្តីច្រណែនសម្លាប់ដោយយកត្រសាលមាសរឹតកនាងហើយបានកប់នាងនៅក្រោមដើមស្វាយធំប៉ុន្តែដើម្បីបន្លំភ្នែកអ្នកភូមិប្តីនាងបានកប់តែខ្លួននាងនៅខាងក្រៅចំណែកលលាក្បាលនិងរបស់របរសំខាន់ៗបានលាក់នៅក្នុងផ្ទះដើម្បីឲ្យវិញ្ញាណនាងមិនអាចស្ងប់បានឡើយហើយវិញ្ញាណនាងក៏ត្រូវជាប់ឃុំឃាំងក្នុងផ្ទះរាប់ឆ្នាំជំពូកទី5ថ្ងៃដែលវិញ្ញាណបានស្ងប់ពេលសុវណ្ណបានយល់ពីសេចក្តីទុក្ខលំបាករបស់នាងភាពភ័យខ្លាចរបស់គាត់បានប្រែទៅជាក្តីអាណិតគាត់កាន់លលាក្បាលនោះយ៉ាងប្រយ័ត្នប្រយែងហើយដើរទៅរកដើមស្វាយបុរាណនៅខាងក្រៅនៅពេលដែលគាត់ឈរនៅក្រោមម្លប់ស្វាយស្រាប់តែខ្យល់ព្យុះកំបុតត្បូងតូចមួយបានបក់មកយ៉ាងខ្លាំងរហូតដល់ធ្វើឲ្យស្លឹកស្វាយរបូតធ្លាក់មកដូចភ្លៀងនៅកណ្ដាលខ្យល់នោះនាងម៉ាឡៃបានលេចឡើងម្ដងទៀតតែលើកនេះភ្នែករបស់នាងគ្មានឈាមទៀតទេនាងសម្លឹងមើលលលាក្បាលនៅក្នុងដៃសុវណ្ណដោយទឹកមុខខ្សោយសុវណ្ណបាននិយាយដោយសំឡេងទន់ភ្លន់នាងម៉ាឡៃអូនអាចទៅបានហើយខ្ញុំនឹងជួយឲ្យរូបកាយអូនបានពេញលេញគាត់បានជីកដីក្រោមដើមស្វាយបន្តិចហើយដាក់លឡាដកក្បាលនោះចូលទៅក្នុងដីវិញរួមជាមួយត្រសោលមាសនិងស្បៃរបស់នាងពេលគាត់បង្ហើយការងារគាត់ក៏បានសូត្រធម៌ខ្លីៗមួយចំនួនតាមអ្វីដែលគាត់ធ្លាប់រៀនភ្លាមនោះខ្យល់ក៏ស្ងាត់ទៅវិញទាំងស្រុងភាពត្រជាក់ដ៏គួរឲ្យខ្លាចនោះបានរលាយបាត់ហើយក្លិនផ្កាយចំបៃក៏ត្រូវជំនួសដោយក្លិនដីសាមធម្មតានាងម៉ាឡៃលែងនៅទីនោះទៀតហើយសុវណ្ណមានអារម្មណ៍ថាផ្ទះនោះបានធូរស្រាលដូចជាទម្ងន់ដ៏ធ្ងន់មួយត្រូវបានលើកចេញនៅព្រឹកបន្ទាប់សុវណ្ណបានប្រាប់មេភូមិពីអ្វីដែលបានកើតឡើងអ្នកភូមិបានរួមគ្នាធ្វើពិធីបន់សុកូលធំមួយនៅក្រោមដើមស្វាយនោះដើម្បីឧទ្ទិសកុសលដល់វិញ្ញាណនាងម៉ាឡៃសុវណ្ណបាននិយាយដោយសំឡេងទន់ភ្លន់នាងម៉ាឡៃអូនអាចទៅបានហើយខ្ញុំនឹងជួយឲ្យរូបកាយអូនបានពេញលេញគាត់បានជីកដីក្រោមដើមស្វាយបន្តិចហើយដាក់លឡាដកក្បាលនោះចូលទៅក្នុងដីវិញរួមជាមួយត្រសាលមាសនិងស្បៃរបស់នាងពេលគាត់បង្ហើយការងារគាត់ក៏បានសូត្រធម៌ខ្លីៗមួយចំនួនតាមអ្វីដែលគាត់ធ្លាប់រៀនភ្លាមនោះខ្យល់ក៏ស្ងប់ទៅវិញទាំងស្រុងភាពត្រជាក់ដ៏គួរឲ្យខ្លាចនោះបានរលាយបាត់ហើយក្លិនផ្កាចំបៃក៏ត្រូវជំនួសដោយក្លិនដីសើមធម្មតា
នាងម៉ាឡៃលេងនៅទីនោះទៀតហើយសុវណ្ណមានអារម្មណ៍ថាផ្ទះនោះបានធូរស្រាលដូចជាទម្ងន់ដ៏ធ្ងន់មួយត្រូវបានលើកចេញនៅព្រឹកបន្ទាប់សុវណ្ណបានប្រាប់មេភូមិពីអ្វីដែលបានកើតឡើងញាក់ភូមិបានរួមគ្នាធ្វើពិធីបង្សុកូលធំមួយនៅក្រោមដើមស្វាយនោះដើម្បីឧទ្ទិសកុសលដល់វិញ្ញាណនាងម៉ាឡៃសុវណ្ណបានបញ្ចប់គម្រោងរបស់គាត់នៅភូមិលុបស្វាយហើយក៏ចាកចេញទៅគាត់លែងជឿមនុស្សដែលជឿតែលើហេតុផលទៀតហើយគាត់ដឹងថាមានរឿងរ៉ាវជាច្រើននៅលើโลกនេះដែលវិទ្យាសាស្ត្រមិនអាចបញ្យល់បានជាពិសេសនៅក្រោមមលុបស្វាយដ៏បុរាណនោះរហូតមកដល់សប្តាហ៍ថ្ងៃពេលគាត់ធំក្លៀនផ្កាចំបៃនៅពេលយប់គាត់តែងតែងាកមើលពីក្រោយដោយភ័យខ្លាចក្រែងឃើញស្រមោលពណ៌សដែលមានស្នាមជាំនៅលើកកំពុងសម្លឹងមើលគាត់ពីមាត់បង្អួចម្ដងទៀតព្រោះគាត់ដឹងថាជួនកាលសេចក្តីស្លាប់គ្រាន់តែជាការចាប់ផ្ដើមនៃទុក្ខវេទនាប៉ុណ្ណោះ